មកចឹងនិយាយតាក់ទងជាមួយហេតុអីបានប្តីពីច្រើនអត់សូវចូលចិត្តយកប្រពន្ធទៅតាមខ្លួនជាពិសេសនៅពេលដែលគាត់ជួបជុំជាមួយមិត្តភ័ក្តិរបស់គាត់ចឹងណាចាប៉ុន្តែនេះគឺជាមូលហេតុទូទៅអ្នកទាំងអស់គ្នាបងអត់និយាយពីករណីពិសេសទេចាវាអាចមកពីជួនកាលពេលយកប្រពន្ធទៅនឹងប្រពន្ធភិកច្រើនគាត់លក្ខណៈអត់ទុកមុខឲ្យប្តីគាត់រករឿងប្តីស្ដីឲ្យប្តីនៅមុខគេហើយជួនកាលមុខកញ្ញើនៅពេលជួបជុំជាមួយមិត្តភ័ក្តិរបស់គេចឹងណាវាធ្វើឲ្យគេបាត់បង់ភាពសប្បាយដែរចាហើយក៏ប៉ះពាល់ទៅដល់អារម្មណ៍មិត្តភ័ក្តិរបស់គេចឹងណាចាទី2អានេះក៏សំខាន់ខ្លាំងដែលបងចង់និយាយគឺតាក់ទងជាមួយយើងជាប្រពន្ធហ្នឹងនៅពេលដែលទៅជួបជុំជាមួយមិត្តភ័ក្តិគាត់ជួនកាលយើងនេះអត់តែងខ្លួនសក់អីអាញ៉េអាញ៉ៃមុខអត់ផាត់សៀកពាក់អាក្លេអាក្លាក់អ្នកខ្លះឈុតអាវកេងទៅចឹងណាចាវាធ្វើឲ្យមនុស្សប្រុសហ្នឹងគឺគាត់ខ្មាស់គេពេលបដាយើងជាប្រពន្ធគឺខ្មាស់គេនិយាយទៅអត់សំដៅថាអ្នកទាំងអស់នេះត្រូវកើតមកស្អាតទេគ្រាន់ថាយើងត្រូវចេះតុបតែងខ្លួនដែរនៅពេលដែលយើងទៅក្រៅវាធ្វើឲ្យប្តីអត់សូវបាក់មុខចឹងណាចាទី3តកតងជាមួយនឹងសេរីភាពចាជួនកាលពេលយកប្រពន្ធទៅប្រពន្ធរៀងលក្ខណៈតោះច្រើនគ្រាន់តែគេគាត់ស្រឡឹងមើលអីតិចអីចឹងរករឿងគាត់និយាយអីលេបខៃលេងសើចក៏យើងតោះគាត់ដូចថាគាត់អាចបញ្ចេញសកម្មភាពរបស់គាត់ជាប្រចាំបានអញ្ចឹងណាគាត់ត្រូវលាក់ព្រោះយើងងាកខឹងងាកអីចឹងទៅក៏គេមានអារម្មណ៍ថាគេអត់សប្បាយចេញពីចិត្តហើយអាហ្នឹងគឺពិតប្រាកដ 100% ដោយសារតែបងភិកច្រើនគឺទៅជាមួយនឹងប្តីរបស់បងហើយមិត្តភក្តិរបស់គាត់ភិកច្រើនមកគឺមកតែខ្លួនគាត់ក៏អាចយកប្រពន្ធមកឯងម្ដងមកកាម្ដងមកកាគាត់យកប្រពន្ធគាត់មកអញ្ចឹងបងអាចមានការប្រៀបធៀបថាពេលដែលគាត់មកដោយខ្លួនឯងនៅមួយបងឃើញគាត់ការនិយាយស្ដីការអីរបស់គាត់គឺចេញមកគឺសុបាយចេញពីចិត្តគាត់អត់មានអីត្រូវភ័យព្រួយអីចឹងណាប៉ុន្តែមើលពេលដែលគាត់យកប្រពន្ធគាត់មកបងឃើញគាត់រៀងដូរអត្តចរិតចាអត់សូវហ៊ាននិយាយស្ដីភ្នែកអីសូវហ៊ានមើលឆ្វេងមើលស្ដាំអត់អីទាំងអស់គឺដូរចរិតសឹងតែ50ទៅ60%ហើយមានអារម្មណ៍ថាគាត់បាត់បង់ភាពសប្បាយរបស់គាត់ដោយសារហេតុអីគាត់ខ្លាចពេលគាត់ធ្វើសកម្មភាពអីមួយប្រពន្ធគាត់ចាប់កំហុសអីចឹងទៅដល់ផ្ទះមានរឿងចឹងណាចាហើយក៏មានមូលហេតុខ្លះគឺនៅពេលដែលគាត់នាំប្រពន្ធមកអត់តាន់បាន1ម៉ោង2ម៉ោងប្រពន្ធទីទៅផ្ទះចឹងណាអត់តាន់ចាប់កម្មវិធីគេទីទៅផ្ទះអីបើគាត់មកខ្លួនឯងក៏នៅបានរៀងយូរម៉ោងអីចឹងវាអាចអាហ្នឹងក៏ជាមូលហេតុដែរចឹងមកបងចេះនិយាយថាចែកអ្នកទាំងអស់គ្នានៅពេលដែលយើងជាប្រពន្ធនៅពេលដែលគេយកប្តីយើងយកយើងទៅពេលណាមកវិញមានរឿងមានអីគឺគេអត់ចង់យកយើងទៅចឹងណាអញ្ចឹងយើងត្រូវមើលឡើងវិញថារាល់ពេលដែលគេបដាយើងពីមុនពីដើមមកយើងមានបញ្ហាអីបកកដល់គេអត់ដែលគេអត់ចង់យកយើងទៅប៉ុន្តែបងអត់ចង់និយាយតាំងពីមូលហេតុដែរមនុស្សផងខ្លះគាត់ទៅក្រៅដើម្បីមានស្រីមានអីបងចង់និយាយថាការជួបជុំទូទៅជាលក្ខណៈធម្មតាក៏គេអត់យកយើងទៅវាអាចមានមូលហេតុអីចឹងណាប៉ុន្តែក៏វាមានមូលហេតុមួយចំនួនដែលអត់តតមកពីខាងស្រីដូចគ្នាដូចជាជើងការប្រុសគេចង់ជួបគ្នាមាន topic មួយចំនួនដែលគេចង់និយាយអត់ចង់ឲ្យមនុស្សស្រីយើងនៅក្នុងនឹងស្ដាប់ឬក៏ចូលរួមអញ្ចឹងក៏វាជាមូលហេតុដែរអញ្ចឹងសម្រាប់ចំណុចហ្នឹងគឺវាអត់មានបញ្ហាមកពីយើងជាប្រពន្ធទេប៉ុន្តែចំណុចដែលបងនិយាយដំបូងហ្នឹងវាអាចយើងជាប្រពន្ធដែលមានបញ្ហាដែលគេអត់ចង់យកយើងទៅជាមួយអញ្ចឹងណាចំណែកបងជាទូទៅបងជាមនុស្សលក្ខណៈបែបស្អីក៏បានចាអញ្ចឹងបងទៅជាមួយប្តីរបស់បងគឺរាល់ topic មនុស្សប្រុសគេនិយាយអីគឺបងអត់មានបញ្ហាអត់មានរករឿងអត់អីជាងថាយកបងទៅគឺសុខសប្បាយរហូតអត់នៅមានថាតើតល់អីចឹងឲ្យគាត់ប្តីបងអាចបញ្ចេញសកម្មភាពឬក៏ការនិយាយស្ដីអីគឺបាន 100% ចឹងណាចាអានោះដូចមិត្តភក្តិគ្នាអញ្ចឹងទៅចេះគាត់យកបងទៅអត់មានបញ្ហាចេះតែយកបងបន្តយកបងទៅអញ្ចឹងទៅចាអញ្ចឹងបើហើយសំបីតែការចូលរួមវិញគឺបងលក្ខណៈមិត្តភក្តិគាត់ទោះបងចាប់ផ្ដើមទុំស្គាល់ក៏យើងអាចលក្ខណៈនិយាយលេងយូរទៅជាមិត្តភក្តិរបស់បងដែរអញ្ចឹងវាមានភាពស្និទ្ធស្នាលអញ្ចឹងណាបើប្រពន្ធខ្លះគឺគាត់លក្ខណៈទៅគឺគាត់អង្គុយស្ងៀមគាត់អត់ចុះចំណោមជាមួយមិត្តភក្តិប្តីទេចាបងអាចចុះចំណោមជាមួយមិត្តភក្តិប្តីបានអញ្ចឹងវាស្រួលហើយណាមួយដូចថាការផឹកវិញ្ញាផ្សាក្រហមឬក៏បូកាអីទាំងអស់ cocktail អីគឺបងចេះទាំងអស់ផឹកតែក៏បងចេះនិយាយរាល់ការផឹកស្អីក៏បងចេះដែរចឹងនិយាយចឹងណាហើយ topic អីក៏បងអាចនិយាយបានហើយទៅណាក៏បានខារ៉ាអូខេក្លឹបកន្លែងណាក៏ដោយគឺបងអាចទៅបានទាំងអស់ចូលព្រៃក៏បានបោះតង់ក៏បានអញ្ចឹងលុះតើអ្នកទាំងអស់គ្នាលក្ខណៈស្អីក៏បានចាស្អីក៏បាន
ហើយនៅជាមួយនឹងអ្នកណាក៏បាននិយាយជាមួយអ្នកណាក៏ចោះសម្រងអូខេអ្នកទាំងអស់គ្នាអត់មានបញ្ហាប៉ុន្តែបើអ្នកទាំងអស់គ្នាអត់អាចចោះសម្រងជាមួយនឹងមិត្តភក្តិប្តីគ្រប់កលៈទេសៈទេអញ្ចឹងភាគច្រើនគឺគាត់អត់ហ៊ានយកយើងទៅឯងមកមានបញ្ហាអញ្ចឹងណាចា